ជំរាបសួរពុំមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកបង្ហាញពីរបៀបធ្វើបាយដំណើបទុរេនរបស់នាងខ្ញុំចាបែបគ្រួសារនាងខ្ញុំចាធ្វើបែបនេះគឺថាងាយស្រួលមែនតើហើយលឿនទៀតបងប្អូនអត់ប្រើពេលយូរទេហើយវិធីធ្វើវិញគឺថាអូយស្រួលដូចបកឆេកអញ្ចឹងបងប្អូនអើយតោះមិនមកខានពេលយូរឥឡូវនេះខ្ញុំមកបង្ហាញពីគ្រឿងផ្សំចំពោះគ្រឿងផ្សំវិញក៏មានអីច្រើនទេមានដូចទីដូងបាយដំណើបទុរេនហើយនឹងស្លឹកតើយជាមុននេះខ្ញុំយកអង្ករដំណើបទៅត្រាំទឹកប្រហែលចំនួន1ម៉ោងហើយលាងទឹកឲ្យបានស្អាតសិនមុននឹងយើងយកទៅចំហុយហើយបើសិនជាបងប្អូនអត់មានពេលទេចាបងប្អូនអាចដាំក៏បានដែរប៉ុន្តែនេះខ្ញុំចូលចិត្តចំហុយជាងព្រោះអីចាបាយចំហុយគឺវាឆ្ងាញ់ជាងដាំបងប្អូនកំឡុងពេលចំអិនហ្នឹងឥឡូវនេះខ្ញុំចាប់ផ្ដើមមកចំអិនខ្ទិះទុរេនណាជាដំបូងនេះខ្ញុំយកខ្ទិះហ្នឹងចាយកមកចំអិនជាមួយនឹងទុរេនចាទុរេនហ្នឹងបងប្អូនយកគ្រាប់ចេញផងណាចាហើយនេះខ្ញុំដាក់ជាមួយនឹងទុរេនកកបងប្អូនហើយដើម្បីអញ្ចឹងនេះខ្ញុំដាក់ចូលទៅក្នុងឆ្នាំងទាំងអស់តែម្ដងដើម្បីវាឆាប់រលាយចាហើយកុំភ្លេចយកគ្រាប់ទុរេនចេញចាហើយនេះខ្ញុំបន្ថែមជាមួយនឹងស្ករសនឹងចំនួន4ស្លាបព្រាបាយហើយនឹងអំបិលបន្តិចផងដែរចំពោះខ្ទិះទុរេននេះផងដែរបើសិនជាបងប្អូនចូលចិត្តរាវបងប្អូនអាចបន្ថែមជាមួយនឹងខ្ទិះដូងចាបន្ថែមទៀតណាចាហើយនេះខ្ញុំវិញគឺចូលចិត្តញ៉ាំបែបខាប់ៗចឹងបងប្អូនហើយចាហើយទម្រាំនឹងទុរេនយើងបានឆ្អិនរួចរាល់ហើយនឹងចាបាយដំណើបរបស់យើងក៏បានឆ្អិនរួចរាល់ផងដែរចំនួនបាយដំណើប300ក្រាមនេះគឺមិនប្រើពេលយូរក្នុងការចម្អិននោះទេចាត្រឹមតែ15ទៅ20មីនិតគឺបាយរបស់យើងបានឆ្អិនល្អហើយមុននឹងខ្ញុំយកបាយដំណើបទៅឆាជាមួយនឹងខ្ទិះដូងចាឥឡូវនេះខ្ញុំចាប់ផ្ដើមយកស្លឹកតើយយកទៅកិនចំនួនស្លឹកតើយនេះខ្ញុំបានដាក់ផែ14ស្លឹកអីដែរចាជាមួយនឹងទឹក400ទៅ500 ml ចាកិនឲ្យម៉ត់ហើយនេះខ្ញុំពូតយកតែទឹកវាទេចាបងប្អូនត្រូវទុកទឹកនឹងឲ្យវារៀងរងសិនណាពេលដែលរងហើយបងប្អូនឃើញផ្ទៃខាងលើគឺវារៀងថ្លាជាងហើយនៅផ្ទៃខាងក្រោមនោះវារៀងចាបៃតងងឹតហ្មងចាហើយនៅខ្ញុំវិញស្រង់យកតែបាតខាងក្រោមទេដើម្បីយកទៅឆាជាមួយនឹងចាបាយដំណើបរបស់យើងបងប្អូនឃើញឡើងខៀវល្អមែនតើហើយចំនួនដែលនេះខ្ញុំបានស្រង់បាននោះគឺ100 ml ណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមយកបាយដំណើបទៅឆាជាមួយនឹងខ្ទិះដូងហ្នឹងចាចំនួន300 ml ចំពោះការឆាបាយដំណើបជាមួយនឹងខ្ទិះដូងនេះផងដែរបើសិនជាបងប្អូនមិនចូលចិត្តចាបែបឆានឹងទេចាបងប្អូនអាចទៅដាក់ចាបាយដំណើបធម្មតាបែបហ្នឹងហើយស្រោចទឹកខ្ទិះពីលើក៏បានដែរចាមកតមកទីនេះក៏នេះខ្ញុំយកចាទឹកស្លឹកតើយដែលនេះខ្ញុំបានស្រង់អំបញ្ញមិញហ្នឹងចាយកមកឆាជាមួយនឹងបាយហើយត្រូវកូរឲ្យដាច់ទឹកសិនណាទៅបាយរបស់យើងវាល្មួតបានល្អផងដែរចាដំបូងហ្នឹងវារៀងឡើងស្រីស្លេកចឹងបងប្អូនដល់ពេលដែលចាបាយរបស់យើងបានឆ្អិនល្អជាមួយនឹងទឹកស្លឹកតើយហ្នឹងគឺវាចាប់ផ្ដើមឡើងពណ៌បៃតងបែបនេះបងប្អូននេះគឺឡើងពណ៌បៃតងស្រស់ឆើតឆាយតែម្ដងបាយរបស់យើងបានឆ្អិនល្អហើយចាបន្តមកទៀតនេះគឺនេះខ្ញុំចាប់ផ្ដើមមកធ្វើចាទឹកខ្ទិះដូងសម្រាប់ស្រោចពីលើនំផងដែរចាបង្អែមរបស់យើងហ្នឹងចាចំពោះខ្ទិះដូងនឹងផងដែរចានេះខ្ញុំប្រើជាមួយនឹងខ្ទិះដូងដើមបងប្អូនហើយនេះខ្ញុំបន្ថែមជាមួយនឹងស្ករសនឹងចំនួន1ស្លាបព្រាបាយចាអំបិលបន្តិចផងដែរចាហើយនេះខ្ញុំបន្ថែមជាមួយនឹងចាម្សៅពោតនេះខ្ញុំលាយជាមួយនឹងទឹកបន្តិចចាម្សៅពោតនឹង1ស្លាបព្រាកាហ្វេហើយនឹងទឹកនឹងបន្តិចផងដែរចាលាយមកល្មមបងប្អូនចាចាក់ចូលទៅក្នុងខ្ទិះដូងទៅគឺរួចជាការស្រេចហើយបងប្អូនចាំឲ្យវាបានឆ្អិនល្អហើយបានបិទបងប្អូនអាចបិទភ្លើងបានតែប៉ុណ្ណេះគឺរួចជាការស្រេចហើយចាគឺមិនពិបាកធ្វើទេចាហើយបន្តមកទៀតនោះគឺបងប្អូនចារៀបចំបែបដេកូទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅណាចាហើយចំពោះបង្អែមមួយនេះផងដែរគឺនេះខ្ញុំញ៉ាំជាមួយនឹងល្ងបន្ថែមជាមួយនឹងល្ងបន្តិចក៏កាន់តែផ្ដល់រសជាតិហឹរតែឆ្ងាញ់ផងដែរចាហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណដល់អ៊ំពូមីងទាំងអស់ដែលបានតាមដានវីដេអូចាមួយនេះមិនថាមួយនេះឬក៏វីដេអូផ្សេងទៀតចាអរគុណច្រើនមែនតើក្នុងការចា like ហើយនឹងជួយ share ចាអរគុណខ្លាំងមែនតើទោះបីតិចក្តីច្រើនក្តីក៏នេះខ្ញុំសប្បាយចិត្តដែរនៅអ្វីដែលអ៊ំពូមីងពេញចិត្តនឹងមើលចានេះខ្ញុំនឹងចាមានកម្លាំងចិត្តនឹងធ្វើដែរចាអរគុណច្រើនសូមជម្រាបលាហើយសុខសប្បាយទាំងអស់គ្នាអរគុណបាយបាយ